សាមីទៅតែតម្លាក់ទូរស័ព្ទលំដាប់ថវិកាមួយដែលមានទំហំថ្មធំមែនទែនដល់ទៅ7000 milliampere ម៉ោងហើយក្នុងនោះគេដាក់កាមេរ៉ាទម្លុយក្រង់ឲ្យយើងទៀតកាមេរ៉ាខាងក្រោយទំហំដល់ទៅ50 megapixel ដែលអាចធ្វើការថតរូបបានច្បាស់ស្អាតក្នុងដៃរបស់ខ្ញុំនេះជា Redmi 15 គេមានជម្រើស3ពណ៌ដូចជាស្វាយមាសហើយនិងពណ៌ខ្មៅបើកចេញពីប្រអប់ភ្លាមយើងឃើញ Redmi 15មួយដើមខ្សែសាកមួយដុំសារល្បឿនលឿនកម្លាំង33វ៉ាត់ខែការពារពណ៌ខ្មៅមួយហើយវាមានសភាពទន់បញ្ចូលចាក់ SIM ហើយនិងសៀវភៅចាប់កាន់ភ្លាមមានអារម្មណ៍ថាស្និទ្ធក៏ព្រោះតែផ្ទៃខាងក្រោយនេះសាមីព្យាយាមធ្វើឲ្យវាទាលណាចឹងបើយើងកាន់ចុចក្នុងរយៈពេលយូរក៏មិនអីដែរអេក្រង់ខាងមុខនេះទំហំ 6.9 អ៊ីងដែលមាន refresh rate 144 Hz ពណ៌8 bit ដែលវាញាត់ពណ៌ណែនដល់ទៅ 16.7 លានពណ៌វាក៏មានបច្ចេកវិទ្យាការពារពន្លឺខៀវ DC dimming ការពារចុករយពេលយើងចុចក្នុងរយៈពេលយូរណាហើយសូម្បីតែអេក្រង់ប៉ះទឹកក៏អាចប៉ះបញ្ជាបានធម្មតាដែរក្រុមហ៊ុនក៏ដាក់ប្រព័ន្ធការពារទឹកនឹងទលី IP64 នៅលើ Redmi 15 នេះចឹងរាល់ការប៉ះទឹកយើងអាចទុកចិត្តបានក្នុងកម្រិតតម្លៃតែជាង$100មែនតែបងប្អូនទទួលបាន Snapdragon 685ចឹងវាខ្លាំងក្នុងកម្រិតតម្លៃប៉ុណ្ណឹងខ្ញុំបានសារហ្គេមមួយចំនួនដែរវារត់មិនធ្លាក់ frame rate ទេក៏លេចទៅមើលកាមេរ៉ាខាងក្រោយទំហំ50 megapixel ខ្ញុំចូលចិត្តថតរូបច្រើនទៅលើ lens gold មួយហ្នឹងដោយសារតែវាអាចចាប់សាច់ detail បានល្អចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺទៅលើទឹកពណ៌ដែលរូបនឹងបានផ្ដិតចេញមកឃើញថាវាស្រស់ហើយវាដិតល្អមែនទែនដោយដែលខ្ញុំបានថតមួយចំនួនហ្នឹងណាជម្រើសទំហំផ្ទុកមានពី 128GB ដែលក្រុមហ៊ុនក៏ដាក់លក់$139ហើយនឹង256GB $159បងប្អូនក៏អាចថែម memory card ក្រៅធំដល់ទៅ 2TB បន្ថែមទៀតថ្មទំហំ7000 milliampere ម៉ោងនេះអាចរកបានដល់ទៅ2ថ្ងៃឯណោះហើយចេញពីប្រអប់ក៏មានដុំសារល្បឿនលឿន33វ៉ាត់ដែរតែគេផ្ដល់យើងចេញពីប្រអប់ស្រេចហើយថែមទាំងអាចយកទូរស័ព្ទទៅសាកទៅកាន់ឧបករណ៍ដទៃទៀតក្នុងល្បឿន18វ៉ាត់សរុបជារួម Redmi 15នេះមិនត្រឹមតែមានថ្មធំកាន់បានយូរប៉ុន្តែបើយើងនិយាយដល់សមត្ថភាពកាមេរ៉ានិងម៉ាស៊ីនក៏ខ្លាំងដែរក្នុងតម្លៃមួយដែលសមរម្យមែនទែនបងប្អូនអាចស្វែងរក Redmi 15នេះតាមបណ្ដាហាងដែលនៅជិតផ្ទះបងប្អូនបំផុតអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត